មិនល្អទេព្រះនាងម្ចាស់ធ្លាក់ឈាមខ្លាំងណាស់ទីរោគមិនអាចរក្សាទុកបានទេទាំងព្រះនាងនិងបុត្រសុទ្ធតែមិនអាចរក្សាជីវិតបានឡើយកូនរបស់ខ្ញុំទោះជាយ៉ាងណាក៏ដោយត្រូវតែឲ្យកូនរបស់ខ្ញុំកើតមកដោយសុវត្ថិភាពហើយក្នុងពេលដែលរក្សាមិនបានមិនបាច់រក្សាទៀតឡើយឯងកុហកយើងព្រះអង្គម្ចាស់ចាងឆឹងម៉ូត្រឡប់មកពីស្វាយរៀងវិញហើយឲ្យគេជួយសង្គ្រោះខ្ញុំនិងកូនរបស់ព្រះអង្គម្ចាស់ផងហាហាព្រះអង្គម្ចាស់ទ្រង់ទតមើលនាងចុះល្ងងខ្លាំងណាស់ស្លាប់ទៅហើយនៅតែគិតថាកូនក្នុងផ្ទៃជារបស់ព្រះអង្គទៀតនាងមានសិទ្ធិអីមកថាកូនខ្ញុំជាកូនឥតខានស្លានេះជាកូនរបស់ខ្ញុំនិងព្រះអង្គម្ចាស់ច្បាស់ណាស់ពួកយើងនៅវិមានធានសៀងហាហាបរោះនៅវិមានធានសៀងនេះយប់នោះមិនមែនជាយើងតតែសោះមូលហេតុដែលយើងទទួលស្គាល់កូនឥតខានស្លានេះគឺដើម្បីឲ្យឯងជួយយើងកម្ចាត់ត្រកូលគូដោយស្ដាប់បង្គាប់តែប៉ុណ្ណោះអត់ទេព្រះអង្គម្ចាស់ខ្ញុំមិនជឿទេទ្រង់ច្បាស់ជាកុហកខ្ញុំមែនទេហើឯងមិនឆ្លុះកញ្ចក់មើលខ្លួនឯងទេរាល់ពេលឃើញមុខដ៏អាក្រក់របស់ឯងយើងចង់តែក្អួតចង្អោរនៅក្នុងចិត្តរបស់យើងគឺមានតែម៉ានម្នាក់គត់តាំងពីដើមមកនាងដឹងទេពេលនេះយើងហៀបនឹងឡើងគ្រងរាជ្យហើយឯងលែងមានប្រយោជន៍អ្វីទៀតហើយព្រះអង្គម្ចាស់ខ្ញុំសូមអង្វរទ្រង់យកយល់ដល់ក្តីស្រឡាញ់10ឆ្នាំរបស់ខ្ញុំផងយកយល់ដល់អ្វីជាច្រើនដែលខ្ញុំបានធ្វើដើម្បីទ្រង់ផងសូមទុកជីវិតឲ្យកូនរបស់ខ្ញុំមួយផងទៅហាហាហាជូនដំណើរឯងនិងកូនឥតខាន់ស្លាក្នុងផ្ទៃទៅកាន់ផ្លូវលោកខាងមុខជាមួយគ្នាទៅចុះនេះឬជាមនុស្សដែលខ្ញុំស្រឡាញ់សូមទោសណាកូនសម្លាញ់ម៉ែមិនអាចការពារកូនបានទេហាកុំអីខ្ញុំស្លាប់ហើយតើមិនមែនទេទីនេះជាកន្លែងណាថ្ងៃនេះជាថ្ងៃរៀបការដ៏ធំរបស់វិមានលីងវាងរៀបការជាមួយកូនស្រីត្រកូលមូរុងជារឿងមង្គលណាស់ខ្ញុំមិនទាន់ស្លាប់ទេនេះជាយប់ដែលខ្ញុំរៀបការជាមួយលីងវាងមែនទេខ្ញុំបានកើតជាថ្មីហើយ